គេបកាព័រមានមេក្រូលងស្ដាប់មិនបានដល់ពេលដាក់អង្គស្កូបចូលមើលនៅក្នុងរន្ធត្រចៀកឃើញសតតែអាចត្រចៀកក្តាំងញុកពេញនៅក្នុងរន្ធត្រចៀកអានឹងហើយមូលហេតុដែលជួយចិត្តត្បាល់ត្រចៀកត្បាល់ចុះត្បាល់ឡើងកមួនត្រចៀកទៅញុកបាំងពេញនៅក្នុងរន្ធត្រចៀកស្អាតតែខាងក្រៅតែវាទៅញុកនៅខាងក្នុងនៅពេលដែលញុកបាំងពេញกระดาษត្រចៀកអញ្ចឹងរលកសំឡេងចូលអត់បានទេនិយាយរួមទៅអារឿងត្បាល់ត្រចៀកសម្អាតត្រចៀកគ្រូពេទ្យហាមឲ្យកោកវាអត់ដែរចំណេញទេបងប្អូនបង្កើតរឿងច្រើនណាស់អស់ពីបាត់កមួនការពាររន្ធត្រចៀកនាំមេរោគចូលទៅក្នុងរន្ធត្រចៀកធ្វើឲ្យកមួនទៅបាំងញុកពេញกระดาษត្រចៀកប្តីគាត់ថាគ្រូហើយនិយាយជាមួយគាត់តិចមុំល្មមស្ដាប់មិនបានទេទៅសម្លុតហើយអ្នកចិត្តខាងគឺមិនដឹងថាប្តីនោះអត់ចេះលួងប្រពន្ធអត់ចេះនិយាយពាក្យពីរោះភាសាការពិតពាក្យពីរោះភាសាមិនក៏ដោយតែយើងនិយាយរឿងលឺស្ដាប់ទៅដូចសម្លុតអញ្ចឹងជាពិសេសបងប្អូននៅមន្ទីរពេទ្យក៏សម្បូរដែរដោយសារតែអ្នកជំងឺទៅជាគាត់រៀងធ្ងន់អញ្ចឹងគ្រូពេទ្យនិយាយរឿងលឺហើយអ្នកណាមិនដឹងមើលពីចងាយអ្នកជាពិសេសអ្នកកណ្ដរឬក៏អ្នកដែលមកជាមួយថាគ្រូពេទ្យសំដីអាក្រក់ម៉េះសម្លុតអ្នកជំងឺមិនសម្លុតទេបងប្អូនគឺនិយាយដើម្បីឲ្យអ្នកជំងឺគាត់យល់សាច់រឿងបើយើងនិយាយថ្នមមួយគាត់ស្ដាប់មិនបានទេហើយបញ្ហាអញ្ចឹងតួតអ្នកដែលមានសមាជិកទៅជាធ្ងន់មិនដឹងនរណាខ្លះធ្លាប់មានសមាជិកនៅក្នុងគ្រួសារដូចជាលោកយាយលោកតាឪពុកម្ដាយដែលមានទៅជាធ្ងន់ហើយបើនិយាយពីបើកវិទ្យុបើកទូរទស្សន៍គាត់បើកតអស់លេខមានបញ្ហាអញ្ចឹងគួរតែមកពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវដោះស្រាយឲ្យបានត្រឹមត្រូវទាន់ពេលវេលា